អ្នកជំនួញអនឡាញសកុនធាត្រូវបានបុគ្គលិកដែលប្រឈប់ពីការងារម្នាក់ចូលលួចកាមេរ៉ាតម្លៃ$20,000ជាងថ្មីនេះអ្នកជំនួញអនឡាញដ៏ល្បីលោកស្រីសកុនធាជួបរឿងហួសចិត្តនឹកស្មានមិនដល់ខណៈលោកស្រីត្រូវបុគ្គលិកដែលទើបតែបញ្ឈប់ពីការងារម្នាក់បន្លំខ្លួនចូលលួចកាមេរ៉ាក្រុមហ៊ុនតម្លៃជិត$20,000ដោយក្នុងនោះលោកស្រីសកុនធាក៏បានប្រកាសស្វែងរកបើសិនជាមហាជនបានឃើញព្រមទាំងផ្ដល់ដំណឹងនឹងជូនសគុណទឹកប្រាក់ចំនួន$1,000យ៉ាងណាមិញចំពោះដំណឹងនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលចូលទៅ share ប្រងព្រាតតែម្ដងពីសកម្មភាពកាមេរ៉ាសុវត្ថិភាពដែលបានបង្ហោះចែកចាយតែអ្វីដែលកាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើលនិងនឹកស្មានមកដល់នោះគឺបុរសដែលចូលលួចកាមេរ៉ានោះត្រូវបានគេស្គាល់ថាជាអតីត VJ និងជាពិធីករដែលមានប្រជាប្រិយភាពមួយរូបរបស់ទូរទស្សន៍ My TV គឺលោកសុភាសូមបញ្ជាក់ផងដែរថាបើតាមការបញ្ជាក់របស់លោកស្រីសកុនធានៅក្នុងវីដេអូបានឲ្យដឹងថាបុគ្គលដែលបានលួចកាមេរ៉ានោះត្រូវបានឈប់ពីការងារក៏ពីក្រុមហ៊ុនប៉ុន្មានថ្ងៃមកហើយប៉ុន្តែដោយសារតែបុគ្គលិកផ្សេងទៀតពុំបានដឹងទើបបណ្ដាលឲ្យបុគ្គលរូបនោះឆ្លៀតឱកាសចូលទៅកន្លែងធ្វើការងារនិងធ្វើសកម្មភាពលួចបានយ៉ាងងាយស្រួលផងដែរ